សម្រាប់បងប្អូនដែលប្រើប្រាស់ឆាតហើយមានបំណងចង់ធ្វើការ block នរណាម្នាក់នៅក្នុងឆាតណាអាចមើលវីដេអូនេះបានខ្ញុំនឹងធ្វើការចែករំលែកលម្អិតតែម្ដងអញ្ចឹងដើម្បីយើងធ្វើការ block គេបានយើងចូលជាមួយនឹងឆាតរបស់យើងសិនមកហើយឈ្មោះអ្នកណាដែលយើងចង់ធ្វើការ block ណាឧទាហរណ៍ថាឈ្មោះគាត់បែបនេះយើងចង់ធ្វើការ block អញ្ចឹងរបៀបក្នុងការ block គឺអត់ពិបាកទេនៅពេលដែលយើងចូលដល់ចំណុចនេះហើយគឺយើងធ្វើការចុចកន្លែងសញ្ញាគូស3នៅខាងក្រោមហើយបន្ទាប់មកយើងធ្វើការចុចទៅលើពាក្យថា setting នៅត្រង់ចំណុចខាងលើនេះរួចយើងធ្វើការ scroll មកក្រោមបន្តិចមកបាទនៅពេលយើង scroll មកបងប្អូននឹងឃើញពាក្យថា privacy and safety អញ្ចឹងយើងចុចទៅលើមុខងារមួយនឹងរួចយើងធ្វើការបាទ scroll មកក្រោមបន្តិចទៀតបងប្អូននឹងឃើញពាក្យថា block account បាទកន្លែង block account នេះអញ្ចឹងមានន័យថាកន្លែងហ្នឹងគឺគេដាក់ថា stop someone from contact you អូខេអញ្ចឹងយើងចុចលើហ្នឹងមកអញ្ចឹងមកដល់ត្រង់ចំណុចនេះហើយគឺជាឈ្មោះដែលខ្ញុំបានធ្លាប់ធ្វើការ block ពីមុនមកណាអញ្ចឹងដើម្បីយើងធ្វើការ block គឺអត់ពិបាកទេបាទគឺបងប្អូនគ្រាន់តែធ្វើការចុចកន្លែងសញ្ញារូបមនុស្សមានសញ្ញាបូកបែបនេះបាទរួចហើយយើងវាយឈ្មោះអ្នកណាដែលយើងចង់ធ្វើការ block នៅក្នុងប្រអប់នេះមកបាទឧទាហរណ៍ថាខ្ញុំវាយឈ្មោះគាត់បែបហ្នឹងហើយយើងចុចលើហ្នឹងមកបន្ទាប់មកយើងគ្រាន់តែធ្វើការចុចកន្លែងពណ៌ QQ នេះដែលគេដាក់ថា block បាទអញ្ចឹងយើង block គាត់មកអញ្ចឹងវិធីសាស្ត្រនៃការ block នេះអញ្ចឹងនៅពេលដែលយើង block គាត់ហើយយើងឆាតរបស់គាត់គឺគាត់ក៏អត់អាចឆាតមកយើងបានដែរអញ្ចឹងណាបងប្អូននេះកន្លែងនេះ list block អញ្ចឹងយើងអាចធ្វើការ block ហើយគន្លឹះក្នុងការដោះ block គឺអត់ពិបាកដែរដូចគ្នាទេបងប្អូនដើម្បីយើងធ្វើការដោះ block យើងចុចទៅលើឈ្មោះរបស់គាត់មួយហ្នឹងមកហើយបងប្អូននឹងឃើញតម្រងបែបនេះហើយត្រង់ចំណុចខាងក្រោមនេះគេដាក់ថា unblock បាទអញ្ចឹងបងប្អូនគ្រាន់តែធ្វើការចុចទៅលើពាក្យថា unblock នៅខាងក្រោមនេះមកអញ្ចឹងបងប្អូនអាចធ្វើការដោះ block គេចេញបានហើយអញ្ចឹងយើងអាចធ្វើការឆាតទៅគេបានដូចធម្មតាបងប្អូនឃើញយើងអាចដោះបានគឺគន្លឹះក្នុងការ block នរណាម្នាក់គឺមានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនមានចម្ងល់អាច comment នៅខាងក្រោមវីដេអូបានអរគុណជួបគ្នានៅវីដេអូក្រោយ